បងប្អូនមានជួបបញ្ហារបៀបនៃការសាញ់ឲ្យ Apple ID អត់បានមែនអត់បងប្អូនតោះថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបសាញ់ឲ្យ Apple ID ទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងសូមបងប្អូនចុចទៅលើពាក្យ Face ID and Passcode ហ្នឹងមកតមកសូមវាយលេខកូដ lock screen របស់យើងចូលមកដល់ត្រង់នេះសូមបងប្អូនscroll ឡើងលើតមកចុចលើពាក្យថា stolen device ហ្នឹងមកសូមចុចតាមខ្ញុំមកបងប្អូនឃើញពាក្យខាងលើហ្នឹងបងប្អូនសូមចុចប៊ូតុងបិទវាមកបិទរួចសូមបងប្អូនចាក់ចេញពីកម្មវិធីហ្នឹងហើយចូលប៊ូតុង setting ម្ដងទៀតបន្តមកសូមបងប្អូនចូលទៅក្នុង Apple account របស់យើងខាងលើហ្នឹងហើយ scroll ឡើងលើយកពាក្យថា Find My សូមចុចតាមខ្ញុំមករួចចុចលើពាក្យ Find My iPhone មកឲ្យធ្វើការបិទមកដល់ត្រង់នេះសូមបញ្ចូលលេខកូដ Apple ID របស់យើងចូលមករងចាំឲ្យវាធ្វើការដើរចាប់ហើយចាក់ចេញពីកម្មវិធីហ្នឹងម្ដងទៀតហើយបងប្អូនចូលប៊ូតុង setting ម្ដងទៀតរួចចុចលើ account យើងដល់ត្រង់នេះសូម scroll ឡើងលើហើយចុចលើពាក្យ sign out សូមចុចលើពាក្យ sign out ទៀតសូមចុចតាមខ្ញុំមកបងប្អូនសូមបងប្អូនរងចាំបន្តិចអូខេអញ្ចឹងយើងបានធ្វើការ log out ចេញពី account Apple របស់យើងហើយអញ្ចឹងបងប្អូនអាចធ្វើតាមវីដេអូនេះបានតាំងពីដើមរហូតដល់ចប់